doom scrolling តើបងប្អូនដឹងទេការអស់មើលទូរស័ព្ទរបស់បងប្អូនប្រចាំថ្ងៃនេះអស់មើលឃើញព័ត៌មានរន្ធត់ភ័យខ្លាចតានតឹងតប់ប្រមល់ប្រចាំថ្ងៃនេះតើវាប៉ះពាល់ផ្លូវចិត្តបងប្អូនកម្រិតណាដែរប្រហែលជាខ្ញុំសួរបងប្អូនទៅបងប្អូនចាប់ផ្ដើមគិតយ៉ាបើវាប៉ះពាល់ផ្លូវចិត្តខ្ញុំអស់រាល់ថ្ងៃហ្នឹងប៉ះពាល់ផ្លូវចិត្តខ្ញុំងាប់ហើយចឹងតែដូចអ្នកខ្លះគាត់ថាមិនដែលឃើញអីផងសប្បាយទាំងអីអស់រាល់ថ្ងៃព័ត៌មានថ្មីៗរាល់ថ្ងៃស្រុកយើងអត់ខ្វះព័ត៌មានទេប៉ុន្តែបើបងប្អូនសួរខ្ញុំប្រាប់បងប្អូនបានយ៉ាងងាយថាវាប៉ះពាល់ផ្លូវចិត្តបងប្អូនខ្លាំងមែនទែនហើយបងប្អូនអាចជាជនរងគ្រោះនៃជំងឺផ្លូវចិត្តក៏ថាបានដែរបានទេបងប្អូនអញ្ចឹងខ្ញុំនឹងពិពណ៌នាជូនបងប្អូនតើអាព័ត៌មានរន្ធត់ភ័យខ្លាចតានតឹងដែលបងប្អូនមើលហ្នឹងវាជះឥទ្ធិពលមិនមកកាន់ខួរក្បាលបងប្អូនឬក៏ផ្លូវចិត្តបងប្អូនទាំងមូលហ្នឹងរឿងទី1អាព័ត៌មានរន្ធត់ភ័យខ្លាចតានតឹងហ្នឹងវាភ្ញូចទៅកាន់ផ្នែកមួយនៃកាន់ខួរក្បាលបងប្អូននៃខួរក្បាលបងប្អូនគេហៅថា amygdala ជាផ្នែកមួយនៃ limbic system ជាផ្នែកមួយដែលទទួលខុសត្រូវផ្នែកអារម្មណ៍និងការភ័យខ្លាចផ្សេងអារម្មណ៍និងការភ័យខ្លាចនៅពេលដែលបងប្អូនមើលព័ត៌មានរន្ធត់មួយអូអ្នកនេះបាញ់អ្នកនោះចូលបាញ់ដល់ក្នុងផ្ទះអើយមនុស្សឥឡូវក៏ពិបាកម៉េះអើយមនុស្សឥឡូវក៏អាក្រក់ម៉េះភ្នែកបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលផ្ទេរព័ត៌មានទៅឲ្យផ្នែកមួយគេហៅថា amygdala វាធ្វើឲ្យប្រព័ន្ធភ័យខ្លាចក្នុងខួរក្បាលនេះសកម្មខ្លាំងធ្វើឲ្យបេះដូងបងប្អូនលោតញាប់ខ្លាំងដង្ហើមញាប់ខ្លាំងចាប់ផ្ដើមក្នុងខ្លួនមានអារម្មណ៍អត់ស្រួលអ្នកខ្លះគាត់តែមើលព័ត៌មាននឹងហើយបែកញើសស្រឹបញ័រដៃញ័រជើងធ្វើអីមិនចេញស្លន់តបប្រមល់ដោយខ្លួនឯងនៅក្នុងព្រឹត្តិការណ៍ហ្នឹងអញ្ចឹងបានទេបងប្អូនពីព្រោះអីខួរក្បាលបងប្អូនបានបញ្ចេញអរម៉ូន stress ជាច្រើនពពួក cortisol គេហៅថាអរម៉ូន stress ណាបងប្អូនអាដ្រេណាលីនជាច្រើនធ្វើឲ្យបេះដូងបងប្អូនលោតញាប់ដង្ហើមញាប់ស្អីក៏ញាប់ដែរចុកពោះបន្តិចជុះនោមបន្តិចដូចពិបាកក្នុងខ្លួនដូចតឹងណែនសាច់ដុំបន្តិចអីបន្តិចបងប្អូនអស់រាល់ថ្ងៃហ្នឹងមានអាការៈហ្នឹងហើយនៅបើមានហើយចុងវីដេអូខ្ញុំនឹងប្រាប់ថាត្រូវធ្វើអីបានទេបងប្អូនកុំគិតថាអស់រាល់ថ្ងៃនេះអស់លេងឃើញព័ត៌មានប្រចាំថ្ងៃជួសណាចរាចរណ៍ទៅមនុស្សស្លាប់ទៅស្អីទៅហ្នឹងសិតតែជាចំណៃខួរក្បាលថាអត់ទេបងប្អូនពេលខ្លះចេះប្រយ័ត្នចំណៃហូបចុកប៉ុន្តែអត់ចេះប្រយ័ត្នចំណៃខួរក្បាលទេស្អីក៏យកមកបំពោកនៅក្នុងនេះដែរអត់ខ្វល់ថានឹងល្អមិនល្អទេយកចូលរហូតហើយតាំងពីងើបពីដេករហូតដល់ដេកទៅវិញសិតតែរឿងអត់ល្អហើយនៅពេលដែលប្រមូលរឿងអត់ល្អចូលមកអញ្ចឹងបងប្អូនចង់បានអារម្មណ៍ល្អចង់បានរបៀបម៉េចចេះតែចង់ណាបងប្អូនចង់បានចេះចង់បានចុះប៉ុន្តែឲ្យប្រឹងអត់ប្រឹងអត់អន្សំបុណ្យផងចង់បានបុណ្យទៅអត់រួចណាហ្នឹងហើយធ្វើតែបាបចង់បានបុណ្យទៅអត់រួចណាដូចគ្នាខួរក្បាលរបស់យើងវាត្រូវការចំណីល្អចំណីវិជ្ជមានចំណីណាដែលមានប្រយោជន៍ដល់វាជាចំណេះដឹងជាការកំសាន្តការកំ pl ែងអីផ្សេងសិតតែល្អធ្វើឲ្យបងប្អូនសើចមកមើលទូរស័ព្ទខ្ញុំអត់មានអីទេបាទអញ្ចឹងអានេះជាអីដែលយើងត្រូវធ្វើហើយបងប្អូនត្រូវដឹងថាពេលដែលទទួលព័ត៌មានអត់ល្អហ្នឹងខួរក្បាលបងប្អូនវាធ្វើការរបៀបម៉េចខ្លះអញ្ចឹងខ្ញុំបញ្យល់ត្រួសប៉ុណ្ណឹងណាបងប្អូននេះជាចំណុចទី1ឯងមិនទាន់ដល់ទី2ទី3ឯងណាហ្នឹងហើយអញ្ចឹងបងប្អូនចាំស្ដាប់តទៀតរឿងទី2បងប្អូនអាចក្លាយជាជនរងគ្រោះបន្តផងដែរ
ភាសាបច្ចេកទេសគេថាម៉េចគេថា vicarious traumatization ការប៉ះទង្គិចផ្លូវចិត្តបន្តពីគេយើងមិនមែនប៉ះទង្គិចផ្ទាល់ទេយើងប្រយោលពីគេទេបាទនេះបងប្អូនអ្នកដែលឆ្លងកាត់ព្រឹត្តិការណ៍ហ្នឹងឧបមាថាព្រឹត្តិការណ៍សង្គ្រាមបន្ទាប់មកគាត់រួចរស់ជីវិតពីសង្គ្រាមហ្នឹងគាត់ឆ្លងកាត់ផ្ទាល់អាចថាជា direct trauma ប៉ះទង្គិចផ្លូវចិត្តផ្ទាល់យើងគាត់តែឃើញព្រឹត្តិការណ៍ហ្នឹងពីចង្ងាយទេគេរត់កិច្ចក្របផ្លោកអីចឹងឧទាហរណ៍អូយអ្នកនឹងនៅរស់អូតែអញញ័រអស់លីងហើយភាសាអីយើងប៉ះទង្គិចផ្លូវចិត្តដែរណាបងប្អូនកុំច្រឡំថាយើងគ្រាន់តែមើលព័ត៌មានអស់ហ្នឹងតិចអត់ប៉ះទង្គិចប៉ះតិចប៉ះច្រើនអាស្រ័យទៅលើបុគ្គលិកលក្ខណៈរបស់យើងរបៀបដែលយើងគ្រប់គ្រងបញ្ហាតើផ្លូវចិត្តរបស់យើងរឹងមាំប៉ុណ្ណាទៅមើលព័ត៌មានអស់នោះបើសួរខ្ញុំណាថារឹងមាំប៉ុណ្ណាតិចទៀតនឹងទន់ហើយកុំចំណាប់ថាមើលព័ត៌មានរន្ធត់ភ័យខ្លាចតានតឹងគេរត់លាន់ឯងនៅមើលបាននៅជាមើលខ្ញុំថាអត់ចំណាប់អីនឹងរឿងប៉ុណ្ណឹងទេណាបងប្អូនត្រូវចេះសិលិចយកចំណីអាហារគូក្បាលថានិយាយដដែលណាបងប្អូនហ្នឹងហើយពួកអីខ្ញុំបារម្ភថាជំងឺផ្លូវចិត្តវាកើនឡើងមែនតើណាបងប្អូនអញ្ចឹងហើយបើអត់ចេញវីដេអូទេបងប្អូនយើងចេះទៅហើយដឹងស្អីទេបាទហើយសបោលុយសបោកាក់ណាហើយថាមិនមែនទៀតពុកមកពិបាកសេដ្ឋកិច្ចណាហើយស្រាប់តែមើលអាព័ត៌មានអត់ល្អឈឺផ្លូវចិត្តច្រើនទៅគូពេទ្យផ្លូវចិត្តហ្នឹងមិនសប្បាយយកលុយប្រមាណទេវាហត់នឿយដែរណាបងប្អូនយកបងប្អូនអត់បានសម្រាកបងប្អូនអត់ស្រួលខ្លួនគូពេទ្យណាមានពេលសម្រាកបងប្អូនសួររហូតមិនអញ្ចឹងហ្នឹងហើយអញ្ចឹងបងប្អូនធូរស្រាលទៅខ្ញុំក៏ធូរដែរគូពេទ្យផ្លូវចិត្តដទៃទៀតក៏គាត់ធូរដែរហើយថាអីកាត់បន្ថយបានមានពេលវេលាសម្រាកខ្លះជុំប្រពន្ធកូនជុំឪពុកម្ដាយខ្លះណាហ្នឹងហើយអញ្ចឹងត្រូវប្រយ័ត្នបងប្អូនក៏ប្រយ័ត្នខ្លាចជាជនរងគ្រោះគេឯងដែរណាអាព័ត៌មានរន្ធត់ហ្នឹងវាប៉ះទង្គិចផ្លូវចិត្តយើងដោយប្រយោលដែរទោះបីជាយើងមើលតែទូរស័ព្ទក៏ដោយអេក្រង់ទូរស័ព្ទក៏ដោយមិនថាព័ត៌មាននឹងប្រទេសណាទេណាបងប្អូនអញ្ចឹងហើយបានបងប្អូនយើងខ្លះមើលព័ត៌មានអូយអាណិតណាប្រទេសនេះអត់មានបាយហូបប្រទេសនេះសង្គ្រាមមើលកូនចៅនោះរត់លាន់ពេញអត់ពេទ្យចូលពេទ្យសង្គ្រោះអត់បានអីនេះព័ត៌មានអស់ហ្នឹងណាបងប្អូនវាចូលមកធ្វើឲ្យបង្កភាពតានតឹងបងប្អូនខ្លាំងមែនតើណាអញ្ចឹងបងប្អូនត្រូវចេះ select មើលថាព័ត៌មានណាជាចំណីល្អរបស់ខួរក្បាលបងប្អូនព័ត៌មានណាមិនមែនជាចំណីល្អក្នុងខួរក្បាលបងប្អូនអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើណាបងប្អូនហ្នឹងហើយកុំឲ្យខ្លាចជាជនរងគ្រោះបន្តនឹងគេនឹងឯងណាចំណុចទី3បាទចំណុចទី3អីដែលខ្ញុំតែងតែបារម្ភនៅពេលដែលអ្នកជំងឺរបស់ខ្ញុំគាត់ចូលចិត្តមើលអាហ្នឹងរន្ធត់ភ័យខ្លាចតានតឹងរត់គេចពីនេះរត់គេចពីនោះគេបាញ់សម្លាប់នេះអូយទៀតហើយអូយភ្លើងឆេះរត់រួចអូនអ្នកនេះស្លាប់ចេះវាអាចធ្វើឲ្យគាត់ប្រឈមខ្ពស់មែនតើនឹងជំងឺស្រើតនិងថប់បារម្ភនេះបងប្អូនបើបងប្អូនមើលវីដេអូមុនខ្ញុំបងប្អូនដឹងហើយជំងឺស្រើតហ្មងភ័យខ្លាចខ្លាំងញ័រក្នុងខ្លួនខ្លាំងចាក់ចុងដៃចុងជើងបេះដូងលោតសងលបើកពេញពីទ្រូងអាសេះអាសោះស្វល់មុខធីងធងពេលខ្លះចង់ដួលស្លាប់វិញអូស្រួលអត់ស្រួលទេឃើញព័ត៌មាននឹងម្ដងស្រើតទៅហ្មងហ្នឹងហើយជាបញ្ហាណាបងប្អូនអញ្ចឹងហើយជាមូលហេតុមួយដែលខ្ញុំតែងតែបញ្យល់តែងតែប្រាប់បងប្អូនថាបងប្អូនត្រូវចេះ select ព័ត៌មានអីដែលបងប្អូនគួរមើលបងប្អូនមិនគួរមើលណាអញ្ចឹងបងប្អូនយើងប្រកាសជាសួរទៀតហើយថាអីលោកគ្រូស្ដាប់លោកគ្រូនិយាយមកសទុះមកដូចចូលខ្លួនឯងច្រើនដែរឥឡូវនោះអារម្មណ៍មួម៉ៅតបប្រមល់តានតឹងខ្លាំងណាស់លោកគ្រូអើយដេកក៏មិនលក់ដែរដេកយល់សពឃើញព្រឹត្តិការណ៍ញ៉ៃណាដោយសារមើលព័ត៌មានច្រើនពេកហើយអារម្មណ៍ជាអាតានតឹងតបប្រមល់ទៅយូរទៅលែងទុកចិត្តសង្គមឯងគិតថាសង្គមនឹងជាកន្លែងដែលអត់សុវត្ថិភាពទាំងអស់ភ័យខ្លាចសពបែបសពយ៉ាងទាំងអស់ហើយឥឡូវត្រូវធ្វើម៉េចអញ្ចឹងខ្ញុំផ្ដល់វិធីសាស្ត្រខ្លីៗជូនបងប្អូន
ខ្លីប៉ុន្តែយកទៅអនុវត្តផងបើអត់អនុវត្តឲ្យរំពឹងបានផលខ្ញុំថាគ្មានបានផលអីទេបងប្អូនមិនបាច់ស្ដាប់វីដេអូហ្នឹងក៏បានណាបើកម្រងថាធ្វើតាមចាំស្ដាប់ណាបើស្ដាប់ហើយអត់ធ្វើតាមតដែលមិនដឹងបានផលអីណាបងប្អូនហ្នឹងហើយអ្នកជំងឺខ្ញុំប្រាប់តែអញ្ចឹងនិយាយត្រង់ជាមួយគ្នាណាបើចង់ធូរធ្វើតាមបើមិនចង់ធូរទេមិនអីទេធ្វើតាមទម្លាប់ធម្មតាទៅមើលទូរស័ព្ទក៏មើលទៅចង់ធ្វើអីក៏ធ្វើទៅអានឹងជីវិតបងប្អូននេះមិនជីវិតអីខ្ញុំណាហ្នឹងហើយចេះនិយាយលេងមួយគាត់តែចិត្តនេះចង់ឲ្យអ្នកជំងឺធ្វើអ្វីដែលល្អតោះចូលសាច់រឿងយើងចំណុចទី1បងប្អូនត្រូវធ្វើបងប្អូនត្រូវ select ព័ត៌មានណាដែលបងប្អូនគួរមើលមិនគួរមើលអញ្ចឹងធ្វើម៉េចមិនគួរមើល unfollow ឬក៏ report វាចោលឬក៏ block វាចោលអីយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែត្រូវធ្វើអាការងារអស់ហ្នឹងជាមួយវាជាមួយ page អស់ហ្នឹង page ខ្លះផុសព័ត៌មានបំពុលអញញ៉ៃព័ត៌មាននិយាយអ្នកនេះអញ្ចឹងអ្នកនោះចុះអាក្រុមគ្រួសារគេសោះហ្នឹងយកមកផ្សាយព័ត៌មានដែរហ្នឹងហើយសង្គមរងថ្ងៃអញ្ចឹងMMO ច្រើនណាបងប្អូនប្រយ័ត្នប្រយែងណាហ្នឹងហើយព័ត៌មានខ្លះមិនពិតទេប៉ុន្តែគេធ្វើគេទៅសេឲ្យយើងនេះវាចាប់អារម្មណ៍ដោយសារគេដឹងថាម៉េចទេដោយសារបងប្អូនMMO យើងគាត់ចេះដែរគាត់ចេះមកក្បាច់គឺក្បាច់ negativity bias អ្នកជំនាញគេបកស្រាយថាម៉េចទេថាភាពលំអៀងទៅរកភាពអវិជ្ជមានអ្នកណាក៏មានដែរហ្នឹងខ្ញុំឧទាហរណ៍ខ្ញុំតសើបងប្អូន99ម៉ាត់ខ្ញុំនិយាយតសើបងប្អូន99ម៉ាត់ខ្ញុំបន្ទោសបងប្អូនតែ1ម៉ាត់ទេបងប្អូនដេកឈឺចិត្តស្អិតទ្រូងនឹង1ម៉ាត់ហ្នឹងឃើញទេបងប្អូនតសើ99បន្ទោសតែមួយទេយើងដេកឈឺចិត្តដេកស្អប់ដេកព្រួយដេកភ័យដេកអីដោយសារតែរឿងអត់ល្អមួយរឿងឯងឃើញទេបងប្អូនភ្លេចសบายចិត្តនឹងអារឿងល្អ99ទៀតនេះហើយជាភាពលំអៀងទៅរកភាពអវិជ្ជមានគេហៅ negativity bias ផ្លូវចិត្តអ្នកណាក៏អញ្ចឹងដែរអញ្ចឹងហើយបានគូបាត់ផ្លូវចិត្តប្រាប់ថារៀនទទួលយកអស់ហ្នឹងណាភាពអវិជ្ជមានខ្លះការរិះគន់ខ្លះជាមេរៀនដ៏ល្អដែលរកពិបាករកមែនទែនណាហ្នឹងហើយអញ្ចឹងផ្លាស់ប្ដូរការយល់ឃើញពីបញ្ហាទៅជីវិតយើងល្អតិចហើយឃើញទេបងប្អូនហ្នឹងហើយអញ្ចឹងចំណុចទី1និយាយមកវិញថា unfollow report block ណា block ព័ត៌មានអស់ហ្នឹងឬក៏ដាក់ mute notification mute នឹងមិនបិទរូបសញ្ញាកណ្ដឹងចោលមកកុំដាក់រូបកណ្ដឹងធ្វើអីទៀតបើខួរក្បាលយើងកំពុងតែរោរហូតនេះត្រឹងនឹងរឿងអីខ្លះមកទៀតទឹងឃើញទេបងប្អូនទុកពេលឲ្យខួរក្បាលសម្រាកខ្លះអាណិតខួរក្បាលផងណាបងប្អូនហ្នឹងហើយប្រើគ្នាទូរស័ព្ទក៏វាមានពេលត្រូវសម្រាកសាកថ្មណាហើយដល់ពេលយើងប្រើខួរក្បាលអត់ព្រមសម្រាកអញ្ចឹងហើយប្រឹងឲ្យខួរក្បាលដំណើរការល្អយ៉ាងម៉េចណាបងប្អូនអាហ្នឹងរឿងទី1បងប្អូនត្រូវធ្វើ unfollow block ធ្វើអីធ្វើតែណាឲ្យតែបាត់ព័ត៌មានអស់ហ្នឹងហើយបើ follow អី follow page ដែលនិយាយពីចំណេះដឹងនិយាយពីការកំសាន្តនិយាយពីរឿងល្អណាបងប្អូនដើម្បីទទួលបានរឿងល្អដូចគ្នាហ្នឹងហើយរឿងទី2បងប្អូនត្រូវរៀនធ្វើ mindfulness បានន័យថាការតាំងសតិនឹងឲ្យនៅបច្ចុប្បន្នណាបងប្អូនធ្វើអីឲ្យដឹងតែខ្លួនឯងធ្វើហ្នឹងនិយាយអីដឹងខ្លួនឯងនិយាយហ្នឹងខ្ញុំក៏កំពុងនិយាយប្រាប់បងប្អូនខ្ញុំដឹងតែខ្ញុំកំពុងនិយាយអីខ្ញុំនិយាយដល់ណាហើយខ្ញុំគួរតែនិយាយធ្វើម៉េចខ្ញុំអត់ខ្វល់ថា 2-3 ម៉ោងទៀតខ្ញុំត្រូវទៅណាត្រូវទៅពេទ្យត្រូវណាត់ជំងឺនេះជំងឺនោះត្រូវនិយាយមួយគាត់មិនខ្ញុំអត់ខ្វល់ទេដោយសារអីខ្ញុំនៅតែនឹងខ្ញុំនិយាយជាមួយបងប្អូនឥឡូវហ្នឹងណាខ្ញុំធ្វើអីបានខ្ញុំធ្វើហ្នឹងខ្ញុំកំពុងលឺអីខ្ញុំកំពុងឃើញអីខ្ញុំកំពុងធំក្លិនអីខ្ញុំផ្ចង់អារម្មណ៍លើបច្ចុប្បន្នរបស់ខ្ញុំឃើញទេបងប្អូនកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទមកផ្ចង់អារម្មណ៍លើបច្ចុប្បន្នបងប្អូនធ្វើអីផ្ដោតអារម្មណ៍លើហ្នឹងពីព្រោះបងប្អូនដឹងខ្លួនឯងហើយអ្នកលេងទូរស័ព្ទច្រើនភ្លេចច្រើនណា
mua mai cóច្រើនណាផ្លេចក៏ច្រើននោះប្រើថាមពលខួរក្បាលលើរឿងអស់នោះអស់ហើយមានថាមពលណាទៅចងចាំរឿងផ្សេងមានថាមពលណាទៅផ្ចង់អារម្មណ៍រឿងផ្សេងផ្លេចអស់mua maiក៏ច្រើនអីច្រើនណាហ្នឹងហើយអញ្ចឹងអានេះជាអីដែលបងប្អូនត្រូវធ្វើរឿងទី3បងប្អូនកុំភ្លេចអីកុំភ្លេចហាត់ប្រាណណែបងប្អូនពីព្រោះលំហាត់ប្រាណនេះជួយទាំងផ្លូវកាយជួយទាំងផ្លូវចិត្តបងប្អូនបានច្រើនមែនទែនណាបងប្អូនដូចខ្ញុំបើអត់បានហាត់ប្រាណដូចជានៅអត់សុខទេខ្ញុំតែតានីច្រើនគិតដែរហ្នឹងណាបងប្អូនគិតរឿងនេះគិតរឿងនោះដែរពួកអីយើងដឹងហើយចិត្តរបស់យើងវាដូចសត្វស្វាអញ្ចឹងវាលពឹសណាវាលោតទៅលិចលោតទៅកើតលោតទៅឆ្វេងលោតទៅស្ដាំគិតពីនេះគិតពីនោះគិតមួយថ្ងៃនឹងប្រហែល10000ដងនេះគិតហើយមិនដឹងរឿងអីខ្លះទេរឿងខ្លះវាមិនទាន់កើតទេយើងចេះគិតទៅណាហ្នឹងហើយអញ្ចឹងធ្វើលំហាត់ប្រាណវាជួយយើងផ្ដាច់ការគិតនឹងមួយចំនួនកាត់បន្ថយភាពតានតឹងព្រោះមិនដែលណាហាត់ប្រាណផងគិតរឿងនេះរឿងនោះផងទេពេលខ្លះលំហាត់ប្រាណវាជួយយើងផ្ដាច់ការគិតបានមួយរយៈហើយវាធ្វើឲ្យយើងដូចជា digital detox ដែរនៅឆ្ងាយពីទូរស័ព្ទនៅឆ្ងាយពីអេក្រង់ iPad computer អីផ្សេងណាហ្នឹងហើយអ្នកខ្លះគាត់ថាថាខ្ញុំឯកោមិនខ្ញុំក្នុង Facebook មិត្ត 5000 នាក់ខ្ញុំថា 5000 នាក់នឹងស្និទ្ធគ្នាទាំងអស់ហើយមិនអ្នកខ្លះនៅមិនដែលឃើញមុខគ្នានៅក្រៅផងណាហើយមកយកធ្វើមិត្តភក្តិអាមិនកើតអានេះជាមូលហេតុដែលបងប្អូនខ្ញុំប្រាប់ថាលេងទូរស័ព្ទកាន់តែច្រើននឹងคลายជាមនុស្សឯកោកាន់តែខ្លាំងអត់ព្រមបង្កើតតំណែងនៅខាងក្រៅទេណាជាក់ស្ដែងទេឪពុកម្ដាយជាក់ស្ដែងមើលបងប្អូនជាក់ស្ដែងមើលមិត្តរួមការងារជាក់ស្ដែងមើលទៅនិយាយជាមួយមិត្តភក្តិនៅក្នុងទូរស័ព្ទនោះរហូតណាថាដែលឃើញគ្នាផ្ទាល់ហើយថាអត់ទៀតណាហ្នឹងហើយអញ្ចឹងប្រយ័ត្នមានភាពឯកោដោយសារការប្រើប្រាស់ទូរស័ព្ទច្រើនហ្នឹងណាអញ្ចឹងឆ្លៀតពេលលេងកីឡាខ្លះលំហាត់ប្រាណខ្លះល្អអញ្ចឹងជារួមមកតែប៉ុណ្្នឹងខ្លីៗទេណាបងប្អូនព្យាយាមធ្វើឲ្យប៉ុណ្្នឹងឲ្យបានសិនមកណាកុំតន់ចង់ធ្វើអីទៀតធ្វើប៉ុណ្្នឹងឲ្យបានសិនកាត់បន្ថយព័ត៌មានអត់ល្អបញ្ចូលខ្លួនឯងនៅព័ត៌មានល្អឡើងវិញណាធ្វើលំហាត់ដង្ហើមខ្លះធ្វើ mindfulness ខ្លះនៅបច្ចុប្បន្នភាពរបស់យើងឲ្យដឹងថាខ្លួនយើងកំពុងធ្វើអីកំពុងនៅតាណាណាធ្វើអីឲ្យដឹងថាខ្លួនឯងធ្វើនឹងណាហ្នឹងហើយបន្ទាប់មកធ្វើលំហាត់ប្រាណខ្លះជួយរាងកាយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចូលរួមស្ដាប់ក្នុងថ្ងៃនេះសង្ឃឹមថាវីដេអូខ្លីជាប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាដែរណាអរគុណច្រើនសុខសប្បាយបាទ